បីប្រៃពេជ្រសម្បត្តិល្អមែនសម្បីតែឃីមបូរ៉ាក៏ហ៊ាននិយាយបែបនេះដែរពិតប្រាកដណាស់សម្បីតែអ្នកមាសខេត្តបន្ទាយមានជ័យឃីមបូរ៉ាក៏បានកោតសរសើរនឹងសមត្ថភាពរបស់ពេជ្រសម្បត្តិការប្រើកង់ចេញម្រាមនៅក្នុងការប្រកួតរបស់ពេជ្រសម្បត្តិដែរឃីមបូរ៉ាបានបង្ហើបនៅក្នុងបទសម្ភាសន៍មួយបែបនេះថាខ្ញុំបានគិតទុកមុនហើយថាពេជ្រសម្បត្តិផ្ដាច់ម៉ារ៉េអូត្រឹមទឹកណាមួយពីព្រោះចូលប្លង់ពេជ្រសម្បត្តិហើយគឺកង់ចេញម្រាមនេះឯងឃីមបូរ៉ាគិតថាអាវុធនិងក្បាច់របស់ម៉ារ៉េអូមិនមានអ្វីប្លែកនោះទេអាវុធរបស់គេនៅតែច្បាស់ដដែលប៉ុន្តែយ៉ាងណាពេជ្រសម្បត្តិគេធ្ងន់ជាងអាវុធគេធ្ងន់ជាងហើយគេស៊ូល្អជាងម៉ារ៉េអូបុកពេជ្រសម្បត្តិមិនទៅពេជ្រសម្បត្តិបុកវិញរហូតដល់សន្លប់ត្រឹមតែទឹកទី2ឃីមបូរ៉ាទទួលស្គាល់ថាបើសិនជាខ្លួនជួបជាមួយនឹងពេជ្រសម្បត្តិម្ដងទៀតប្រើកង់ចេញម្រាមច្បាស់ណាស់គាត់នឹងសន្លប់របស់ពេជ្រសម្បត្តិជាក់ជាមិនខានពិតជាដាក់ខ្លួនមែនតែនត្រកោឃីមបាទឃីមបូរ៉ាគេដាក់ខ្លួនពេកហើយបាទយ៉ាងណាមិញការប្រកួតរវាងអ្នកទាំងពីរក៏បានប្រព្រឹត្តឡើងម្ដងហើយដោយប្រើកង់ធំអញ្ចឹងគឺឃីមបូរ៉ាគេចាញ់ពេជ្រសម្បត្តិម្ដងរួចមកហើយអញ្ចឹងគាត់ថាបើសិនជាជួបម្ដងទៀតប្រើកង់ចេញម្រាមគឺនឹងសន្លប់របស់ពេជ្រសម្បត្តិជាក់ជាមិនខានព្រោះថាពេជ្រសម្បត្តិនេះមិនដឹងជាមនុស្សនឹងសាងមកពីអីទេល្អឯក៏ល្អធន់នេះក៏ធន់ហើយអាវុធនោះក៏ល្អទៅទៀតបាទឃីមបូរ៉ាមិនលាក់លៀមទេសរសើរពេជ្រសម្បត្តិចំតែម្ដងចឹងបងប្អូនយើងបាទគិតយ៉ាងណាដែរសរុបសេចក្តីមកវិញបាទឃីមបូរ៉ាគេសរសើរពេជ្រសម្បត្តិចំថាជាកីឡាករដែលខ្លាំងអាវុធធ្ងន់ហើយមិនដឹងជាសាងមកពីអីទេបាទបានជាធន់អីក៏ធន់យ៉ាងហ្នឹងហើយអាវុធរបស់គេក៏ធ្ងន់ទៅទៀតអាជាពិសេសការប្រើកង់ចេញម្រាមនេះឯងសម្បីតែម៉ារ៉េអូដែលជាដៃគូចាស់របស់ឃីមបូរ៉ាក៏គេបដូរត្រឹមតែទឹកទី2ដែរបាទពិតជាមិនធម្មតានោះទេចឹងបងប្អូនយើងជួបគ្នានៅវីដេអូក្រោយចុច share បើសិនបើចូលចិត្តនៅវីដេអូមួយនេះសូមអរគុណ